ការចម្លងស្ថាបត្យកម្មមិនមែនទើបតែមានឬប្រទេសផ្សេងចម្លងស្នាដៃស្ថាបត្យកម្មរបស់ប្រទេសកម្ពុជានោះទេទៀតសោតធួអាល់ហ្វារបស់ប្រទេសបារាំងត្រូវបានប្រទេសជាច្រើនចម្លងដូចជាប្រទេសអាមេរិកជប៉ុនជាដើមដោយខ្លះសាងសង់ខុសខ្នាតបន្តិចខុសពណ៌ហើយខ្លះដូចបេះបិទតែម្ដងមួយវិញទៀតឲ្យតែមានចម្លងស្ថាបត្យកម្មគឺភាគច្រើនតែងតែផ្ទុះនៅការបដិសេធនិងការប្រឆាំងតវ៉ាពីសំណាក់ប្រទេសម្ចាស់ស្នាដៃស្ថាបត្យកម្មជាដើមឧទាហរណ៍ការសាងសង់ដោយបេះបិទលើស្នាដៃស្ថាបត្យកម្មស្ថិតមហោរបស់ឥណ្ឌាតែប្រទេសបង់ក្លាដេសសាងសង់លំនាំតាមធ្វើឲ្យផ្ទុះការតវ៉ារបស់ប្រទេសឥណ្ឌាកាលនោះខាងភាគីឥណ្ឌាបារម្ភខ្លាចការសាងសង់ស្ដេចមហាទី2នៅក្នុងប្រទេសបង់ក្លាដេសធ្វើឲ្យបាត់បង់ភ្ញៀវទេសចរនៅក្នុងប្រទេសឥណ្ឌាហើយខាងភាគីឥណ្ឌាក៏ត្រូវបានឲ្យដឹងផងដែរថាគ្រោះនឹងដាក់ពាក្យបណ្ដឹងផងដែរដោយសារតែតាច់មហានេះត្រូវបានសាងសង់រាប់រយឆ្នាំមកហើយលោកការការពារកម្មសិទ្ធិបញ្ញាក៏ផុតនឹងការការពារដោយច្បាប់អន្តរជាតិផងដែរយ៉ាងណាមិញបន្ទាប់ពីមានវត្តមាននៅតាច់មហាទី2មកភ្ញៀវទេសចរកាន់តែច្រើននៅតែបន្តទស្សនាតាច់មហាដើមរហូតដល់រដ្ឋាភិបាលឥណ្ឌាកំណត់ភ្ញៀវទេសចរនិងកំណត់ពេលវេលាឲ្យភ្ញៀវទេសចរដើម្បីទស្សនានេះទំនងដោយសារតែទេសចរជាច្រើនប្រហែលជាចង់ទស្សនាតាច់មហាម្ចាស់ដើមច្រើនជាងតាច់មហាចម្លងដែលតាច់មហាម្ចាស់ដើមមានអារម្មណ៍ប្រវត្តិសាស្ត្រជាងនិងមានភាពអស្ចារ្យជាងស្នាដៃចម្លងតាច់មហានេះមិនមែនត្រឹមតែចង់បានដល់ប្រទេសបង់ក្លាដេសចម្លងនោះទេប៉ុន្តែប្រទេសជាច្រើនដែលនៅក្នុងនោះផងដែរគឺប្រទេសអារ៉ាប៊ីសាអូឌីតក៏ចម្លងដែលមានទំហំធំជាងម្ចាស់ដើមទៅទៀតការចម្លងស្ថាបត្យកម្មនេះតើខុសច្បាប់អន្តរជាតិដែរឬទេដើម្បីឆ្លើយនឹងសំណួរខាងក្រោមនេះយើងគួរយល់ដឹងបន្តិចពីច្បាប់អន្តរជាតិនៅពេលដែលមានបញ្ហាវិវាទលេចឡើងអ្វីដែលគេសិក្សាមុននោះគឺប្រទេសនោះមានជាប់សន្ធិសញ្ញាឬកិច្ចព្រមព្រៀងឬកិច្ចព្រមព្រៀងអនុសញ្ញាដែលទាក់ទងទៅនឹងបញ្ហាវិវាទនេះដែរឬទេពីព្រោះទាំងអស់នេះគឺជាប្រភពនៃច្បាប់អន្តរជាតិដែលបានចងក្រងដែលប្រទេសជាសមាជិក